សួស្តីបងប្អូនទាំងអស់គ្នាខ្ញុំសូមបញ្យល់កន្លែងនេះបន្តិចpage នេះដំបូងឡើយគឺតនេះវាជាប់សោប៉ុន្តែឥឡូវខ្ញុំចូលដំណាក់កាលទី2ឯងផែមិនយូរមិនឆាប់អាចនឹងវាធ្លាក់ឲ្យយើង set up បានហើយអញ្ចឹងខ្ញុំសូមបញ្យល់ដល់កន្លែងនេះឥឡូវវាអត់មានចេញតាក់ទងជាមួយនឹង set up ទេអញ្ចឹងបើសិនជាកាលណាដែលអត់ចេញតាក់ទងមួយនឹង set up គឺវាចេញបែបនេះក៏វាដូចគ្នាទៅនឹង set up នឹងឯងដោយសារតែ Facebook វាមានការ update នៃពាក្យខ្លះៗអញ្ចឹងណាអញ្ចឹងពេលដែលយើងចុចទៅបងប្អូនឃើញមានប៊ូតុងពណ៌នេះចុចយកអានេះទៅយើងអាចភ្ជាប់ជាមួយនឹងកាត payout យើងបានធម្មតាអត់បញ្ហាទេវាគ្រាន់តែ update system របស់វាមួយចំនួនប៉ុណ្ណឹងអញ្ចឹងណាហើយមួយទៀតតកតងជាមួយនឹង page របស់ខ្ញុំនេះគឺវាអត់ដល់1k អត់ដល់ 10k ទេប៉ុន្តែខ្ញុំសូមបញ្យល់បងប្អូនមួយទៀតតកតងមួយនឹង page នេះគឺវាអត់ទាន់ដល់ 10k ទេត្រឹមតែ 2k ជាងអញ្ចឹងត្រឹមតែ 2k ជាងនេះគឺខ្ញុំចូលកន្លែង monetize នេះសិនចឹងខ្ញុំចូលកន្លែងនេះបងប្អូនមើលសិនចាំបន្តិចនេះអញ្ចឹងមិននឹងថយក្រោយទៅចេះតែច្រឡំអញ្ចឹងបើសិនជាបងប្អូនឃើញតម្រង់បែបនេះមិនបាច់បារម្ភទេគឺវាដូចតែគ្នាទេអញ្ចឹងខ្ញុំសូមបញ្យល់កន្លែងនេះតកតងមួយនឹង content monetize បើសិនជាបងប្អូនចុចទៅឃើញអត់មានចេញគោលការណ៍ថ្មីតកតងជាមួយនឹងការឲ្យយើងរក follow 10k ឬក៏រក view អីទេអញ្ចឹងវាចេញតម្រង់បែបនេះគឺមានន័យថាយើងស្ថិតនៅក្នុងគោលការណ៍ចាស់អញ្ចឹងបើសិនជា page របស់យើងត្រឹមតែ 2k ជាងព្យាយាមផុសវីដេអូឲ្យសកម្មជាប្រចាំហើយនឹង view ច្រើនជាប្រចាំច្បាស់ជាវាធ្លាក់ set up ឲ្យយើងហើយមិនបាច់ចាំរក follow 10k ក៏បានដែរអញ្ចឹងណាអានេះគឺជាគោលការណ៍ចាស់ពេលដែលយើងចុចទៅគឺអត់មានកន្លែងដែលវាមានសញ្ញាត្រេខៀវអានឹងវាឲ្យយើងបំពេញកន្លែងហ្នឹងអញ្ចឹងបើអត់មានអានឹងទេគឺមានន័យថា page របស់យើងគឺជា page មានឱកាសនៅក្នុងគោលការណ៍ចាស់អញ្ចឹងនៅក្នុងគោលការណ៍ចាស់គឺមានភាពងាយស្រួលជាងពេលខ្លះ page របស់យើងអត់ទាន់ដល់ 10k ក៏វាធ្លាក់ set up ដែរអញ្ចឹងណាអញ្ចឹងសង្ឃឹមថាបងប្អូនយល់កន្លែងហ្នឹងតែបើសិនជាបងប្អូនចូលទៅក្នុង content monetize របស់បងប្អូនវាមានតម្រង់ឲ្យយើងបំពេញជាគោលការណ៍ថ្មីយើងត្រូវតែធ្វើឲ្យត្រូវគោលការណ៍ថ្មីទាំងការរក view ទាំងការរកមានន័យថារកម៉ោងរកនាទីហើយនឹងរក follow ទៀតអញ្ចឹងអាហ្នឹងវារៀងពិបាកសម្រាប់បងប្អូនបន្តិចសម្រាប់គោលការណ៍ថ្មីគឺវាតម្រូវយើង 10k follow ឯណោះអញ្ចឹងណាតែគោលការណ៍ចាស់ page ដែលបងប្អូនឃើញអត់មានឃើញគោលការណ៍ថ្មីទេគឺមានន័យថាវាចូលគោលការណ៍ចាស់អញ្ចឹងបងប្អូនមិនបាច់បារម្ភទេព្យាយាមផុសតែវីដេអូវាអាចធ្លាក់ set up ឲ្យតែវីដេអូយើងរីកវីដេអូយើងល្អអញ្ចឹងណាអញ្ចឹងបងប្អូនព្យាយាមធ្វើវាទៅហើយចូលមើលថាតើ page របស់បងប្អូនវាស្ថិតនៅក្នុងគោលការណ៍ចាស់ឬក៏គោលការណ៍ថ្មីយើងចូលមើលសិនទៅអូខេបងប្អូនទាំងអស់គ្នាបើសិនជាមានចម្ងល់អីអាចឆាតមក page របស់ខ្ញុំផ្ទាល់បានមួយថ្ងៃនេះរវល់ set up page ច្រើនអញ្ចឹងអត់សូវបានផុសវីដេអូទេអធិស្ឋានផងណាអរគុណបងប្អូនទាំងអស់គ្នា